បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមចែករំលែកតាក់ទងជាមួយនឹងការដែលយើងតុបតែងកូនរុក្ខជាតិតូចៗណាអានេះជាដើម7ដែលខ្ញុំដាំបាន5ទៅ10ថ្ងៃដល់20ថ្ងៃហើយថ្ងៃនេះខ្ញុំចង់ធ្វើជាលក្ខណៈរុក្ខជាតិលេងរុក្ខជាតិតូចៗដូចជា bonsai អញ្ចឹងណាប៉ុន្តែខ្ញុំមិនទាន់មានបទពិសោធន៍ទេនេះជាវីដេអូដែលទី1ដែលខ្ញុំធ្វើបាទអញ្ចឹងពេលយើងធ្វើយើងចង់នេះយើងមានឧបករណ៍មានកន្ត្រៃមានតកាប់មានជាពិសេសខ្សែរុំនិងខ្សែញោមណាគេហៅអាលុយមីញ៉ុមណាអាហ្នឹង1លីកន្លះសម្រាប់រុក្ខជាតិដែលតូចៗយើងប្រើខ្សែញោមតូចៗទៅបាទហើយពេលយើងរុំហ្នឹងយើងដោតទៅឆិតខ្សែញោមហ្នឹងខែខ្ទង់ជា40ដល់45ដឺក្រេ45ដឺក្រេហើយយើងពត់បើតាយើងរុំដើមណាបើតាភាសារុក្ខជាតិវានៅទូអញ្ចឹងយើងរុំស្រាលដៃទៅកុំឲ្យវារឹតដើមខ្លាំងពេកកាលណារឹតដើមខ្លាំងពេកវាធ្វើឲ្យដើម7ហ្នឹងវាលូតលាស់យឺតណាអញ្ចឹងយើងរុំមិនល្មមទៅតាមឲ្យធ្វើម៉េចឲ្យចេញរៀងបានហើយធ្វើម៉េចតាមចេញរៀងដែលយើងចង់បានណាយើងរូបរាងបែបហ្នឹងបាទហើយពេលយើងរុំហើយដោយសារយើងកូនដើម7យើងដឹងស្រាប់ទៅវាជាសរសៃអញ្ចឹងពេលយើងរុំខ្សែញោមហើយយើងពត់ទៅតាមកន្លងខ្សែទៅគាត់ថាយើងរុំទៅឆ្វេងទៅស្ដាំជាងយើងព្យាយាមយើងមូលយើងរុំវាយើងពត់បន្ថែមតិចទៅពីឆ្វេងទៅស្ដាំទៅបាទអានេះខ្ញុំពត់វាពីស្ដាំទៅឆ្វេងណាអញ្ចឹងខ្ញុំរុំទៅហ្នឹងហើយយើងពេលយើងរុំវាចិត្តទៅយើងចាប់ផ្ដើមយើងពត់ដើមយើងពេលយើងពត់ចេញជារូបរាងហ្នឹងយើងមិនបាច់ថាតាមក្បួនខ្នាតអីទេដោយសារយើងទៅតែធ្វើអញ្ចឹងយើងចង់រុំបាច់យើងកាច់រាងបាច់ហ្នឹងស្រេចតែយើងថាយើងគិតថាយើងស្រឡាញ់ណាយើងស្រឡាញ់យើងកាច់ទៅកាច់បាច់ក៏បានដែរចង់ចេញពវៀនគោពវៀនជ្រូកអីក៏បានដែរហើយបើអាចយើងមើលបទពិសោធន៍នៅខាងលើតាម YouTube មួយចំនួនដែលគេណែនាំហ្នឹងណាគេណែនាំមានវីដេអូច្រើនណាស់ដែលគេណែនាំកែដែលយើងតុបតែងឲ្យកូន7ធ្វើម៉េចបើចេញរាងស្អាតហើយរបៀបថែទាំបែបនេះយើងអាចមើលបន្ថែមអានេះជាវីដេអូទី1ដែលខ្ញុំធ្វើហ្នឹងដើម្បីគោលបំណងហើយចែករំលែកបងប្អូនលេងហើយនេះយើងកណាបើចេញរូបរាងហើយយើងចាំមកទៅចូលមួយឆ្នាំទៅបើអាចចេញរូបរាងស្អាតហើយយើងអាចដាក់លើតុកន្លែងធ្វើការអញ្ចឹងយើងតុបតែងវាណាយើងកាត់យើងច្រឹបអីហ្នឹងឲ្យស្អាតទៅហើយបងប្អូនណាបានមើលបើមានបទពិសោធន៍សូមជួយ comment នៅក្នុង channel ខ្ញុំផងហើយដោយសារខ្ញុំក៏ទើបតែចាប់ផ្ដើមអញ្ចឹងការដែលធ្វើក៏វានៅខ្វះខាតច្រើនហើយទាំងឧបករណ៍ទាំងបទពិសោធន៍ការតុបតែងកាច់រៀងសម្រាប់កូនរុក្ខជាតិហ្នឹងក៏យើងនៅមានកម្រិតយើងទៅចាប់ផ្ដើមដែរអញ្ចឹងបងប្អូនជួយចែករំលែកផងបើសិនណាបងប្អូនណាមានបទពិសោធន៍ហើយបងប្អូនជួយ subscribe ហើយនឹង like និង share ផងបើសិនណាចង់មានការចែករំលែកទៅថ្ងៃយើងបន្តដើម្បីខ្ញុំធ្វើវីដេអូផ្សេងទៀតហើយខ្ញុំនឹងចែករំលែកពីរូបភាពផ្សេងបន្ថែមទៀតបាននឹងហើយជាចុងក្រោយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះដល់ចង់ចប់បាទហើយជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់ដែលបានមើលវីដេអូនេះរហូតពីដើមដល់ចប់បាទហើយសូម comment ទាំងអស់គ្នាបាទអរគុណបាទសូមជម្រាបលាបងប្អូនបាទ